ម៉ែប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែកម៉ែតស៊ូគ្រប់បែបយ៉ាងនិងឆ្លងកាត់ឧបសគ្គរាប់រយជំពូកក្នុងការចិញ្ចឹមកូនម៉ែប្រឹងប្រែងណាស់ព្រោះម៉ែខ្លាចកូនអត់ឃ្លានទោះការងារធ្ងន់ស្រាលយ៉ាងណាក៏ដោយក៏ម៉ែធ្វើទាំងអស់អត់លាថយឡើយព្រោះម៉ែនឹកឃើញថាបើម៉ែមិនធ្វើមិនរកម៉ែគ្មានអ្វីយកមកចិញ្ចឹមកូនទេដូច្នេះការងារអ្វីក៏ដោយឲ្យតែបានកម្រៃដើម្បីបានចិញ្ចឹមកូនការងារនោះម៉ែធ្វើទាំងអស់ព្រោះម៉ែនឹកស្រណោះអាណិតកូនម៉ែលួចពូនយំតែម្នាក់ឯងពេលណាដែលម៉ែរកលុយមិនបានដើម្បីទិញបាយឲ្យកូនបរិភោគជំហានដំបូងនៃការគិតរបស់ម៉ែគឺម៉ែគិតដល់កូនមុនគិតអ្វីទាំងអស់ព្រោះកូនសំខាន់ណាស់នៅក្នុងជីវិតរបស់ម៉ែការលះបង់ពេលវេលាលះបង់កម្លាំងកាយចិត្តបង្ហូរញើសឈាមបង្ហូរទឹកភ្នែកនិងការប្រឹងប្រែងសពគ្រប់បែបយ៉ាងរបស់ម៉ែរាល់ថ្ងៃនេះគឺដើម្បីកូនតែប៉ុណ្ណោះមិនមែនម៉ែធ្វើដើម្បីជីវិតម៉ែតែម្នាក់នោះទេគឺម៉ែធ្វើដើម្បីជីវិតកូនប្រុសស្រីគ្រប់គ្នាពេលខ្លះម៉ែធ្វើការងារបណ្ដាបីកូនតាមបណ្ដាដៃម្ខាងធ្វើការងារស៊ីឈ្នួលគេដៃម្ខាងទៀតអោបកូនម៉ែមិនហ៊ានទុកកូនឲ្យនៅតែម្នាក់ឯងទេខ្លាចកូនមានគ្រោះថ្នាក់និងខ្លាចកូនស្រែកយំរកម៉ែពេលដែលម៉ែមិននៅជិតកូនម៉ែលំបាកណាស់កូនអើយតែទោះបីជាម៉ែលំបាកយ៉ាងណាក៏ដោយក៏ម៉ែមិនដែលធ្ងោមួយម៉ាត់ថាម៉ែពិបាកឡើយម៉ែនៅតែធ្វើការងារដើម្បីចិញ្ចឹមកូនជានិច្ចទោះបីជាម៉ែក្រីក្រខ្វះសពគ្រប់ក៏ដោយតែម៉ែមិនដែលបោះបង់កូនចោលឡើយម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ដោយដៃរបស់ម៉ែរហូតកូនធំដឹងក្តីគ្រប់គ្នាទោះក្តៅរងាភ្លៀងផ្គរយ៉ាងណាម៉ែនៅតែធ្វើការគ្មានថ្ងៃសម្រាកឡើយម៉ែទទួលនៅអំរែកជីវិតធ្ងន់ណាស់ស្ទើរតែទ្រាំទ្រទៅមុខទៀតលែងបានព្រោះវាធ្ងន់ណាស់សម្រាប់ម៉ែតែម៉ែនៅតែតស៊ូទទួលនៅអំរែកដ៏ធ្ងន់នេះដើម្បីស្វែងរកអនាគតដ៏ល្អសម្រាប់កូនពេលខ្លះម៉ែធ្លាក់ខ្លួនឈឺតែម៉ែមិនទម្រង់ខ្លួនឡើយម៉ែនៅតែទៅធ្វើការស៊ីឈ្នួលគេទាំងឈឺក៏មានម៉ែទទួលក្រមានៅហាលក្តៅញើសរបស់ម៉ែហូរចូលខ្លួនប្រាណម៉ែយកដៃជូតញើសដែលហូរមកទាំងទុរនទុរាម៉ែស្ទើរតែតស៊ូធ្វើទៅទៀតមិនបានព្រោះម៉ែគ្មានកម្លាំងកំហែងនឹងធ្វើការងារបន្តទៀតទេតែពេលដែលម៉ែនឹកឃើញដល់កូនទាំងឡាយដែលនៅតូចពឹងលើម៉ែទាំងស្រុងម៉ែក៏ខំប្រឹងធ្វើការទាំងឈឺធ្វើការទាំងទឹកភ្នែកស្រក់ហូរជោគលើភ័ក្ររបស់ម៉ែគឺម៉ែធ្វើដើម្បីកូនទោះបីម៉ែឈឺក៏ម៉ែមិនគិតពីខ្លួនម៉ែឡើយក្នុងចិត្តរបស់ម៉ែគិតទៅតែកូនគ្រប់ពេលវេលាទាំងអស់កូននឹកឃើញពេលមួយនោះគឺពេលដែលអត់ខ្លាំងគ្មានអង្គច្រកឆ្នាំងម៉ែនិងកូនអង្គុយមើលមុខគ្នាទាំងហេវហត់អស់កម្លាំងម៉ែស្រក់ទឹកភ្នែកច្រោកខ្ទប់មុខយំខ្លាំងព្រោះម៉ែខ្លោចចិត្តអាណិតកូនយ៉ាងក្រៃលែងដែលម៉ែគ្មានអ្វីឲ្យកូនបរិភោគពេលខ្លះម៉ែរកបានបន្តិចបន្តួចម៉ែស៊ូអត់ខ្លួនឯងឲ្យតែកូនបានញ៉ាំគ្រប់គ្រាន់ម៉ែអើយម៉ែពិតជាល្អចំពោះកូនណាស់ម៉ែជាព្រះដែលមកជួយកូនគ្រប់ពេលដែលកូនលំបាកម៉ែមកថ្នាក់ថ្នមកូនគ្រប់ពេលដែលកូនត្រូវការម៉ែហ៊ានពលីកម្មចំពោះកូនគ្រប់យ៉ាងឥតស្ដាយស្រណោះឡើយនេះហើយគឺជាការលះបង់របស់ម៉ែចំពោះកូនម៉ែនៅក្បែរកូនស្ងួននូនពិសីថ្នាក់ថ្នមបំបីបត់ថ្លៃត្រាញ់ត្រាយញើសឈាមរៀមទុក
សុខមានសោះឡើយចិត្តគិតអត់ស្បាយរកត្រាយឲ្យកូនទឹកភ្នែកជន់ជូរហូរធ្លាក់អត់អាក់ចិត្តម៉ែពិតស្មាក់ថ្នាក់ថ្នមបត់ស្ងួនដើម្បីចរណៃម្ដាយថ្លៃស្ទើរសូនគេងគិតខ្លាចខ្លួនកូនម៉ែលំបាកអាសូរខ្លួនម៉ែប្រែស្គមរិញរៃឈឺសពសរសៃរាល់ថ្ងៃឥតស្រាព្រោះម៉ែខំប្រឹងគ្មានពេលសម្រាប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវ៉ាម៉ែហូបមិនបានសម្រានមិនលក់ទ្រូងម៉ែដងហក់ស្រក់ទឹកនេត្រាម៉ែអាណិតកូនបិទស្ងួនកណិតថាព្រោះពេលនេះណាម៉ែសែនក្រក្រៃម៉ែគ្មានលំនៅឲ្យកូននៅសុខចិត្តម៉ែកើតទុកទាំងយប់ទាំងថ្ងៃបារម្ភពីកូនស្ងួននៅក្មេងវ័យចង់ឲ្យបត់ថ្លៃបានក្តីសុខគាត់រសជាតិជីវិតពិតល្វីងជូរចត់លំបាកនៅហត់ក្រខ្សត់អត់ទ្រាំរស់មានជីវិតទុកពិតតាមជាប់ដួងចិត្តអូអាប់ហាក់គ្មានរស្មីតែទោះយ៉ាងណាជីវិតអ្នកម្ដាយសំបីចិត្តកាយលំបាកម្ដេចក្ដីគាត់នៅញញឹមដាក់កូនប្រុសស្រីហាក់ដូចគ្មានក្ដីនៅហត់អ្វីសោះម៉ែធ្វើការងារគ្មានតែពេលឈប់មិនថាថ្ងៃយប់ម៉ែធ្វើទាំងអស់ដៃម៉ែទាំងទ្វេបែកប្រេះក្រៀមក្រោះឈឺសពទាំងអស់តែម៉ែនៅទ្រាំគឺម៉ែទ្រាំដើម្បីជីវិតកូនទ្រាំដើម្បីអនាគតកូនក្នុងចិត្តរបស់ម៉ែសែនអាណិតកូនណាស់ហើយចុះក្នុងចិត្តរបស់កូនវិញមានអាណិតម៉ែដែរទេប្រកាសជាអត់ទេមើលទៅ